រឿងសុកចិត្តបកកន្ទុយលេងជួងជឺតែងទៅអង្គុយស្ទូចត្រីនៅតាមមាត់ទន្លេហ្វូជារៀងរាល់ថ្ងៃព្រះមហាក្សត្រនគរជូទ្រង់ជ្រាបរឿងនេះបានត្រាស់ឲ្យមន្ត្រីចិនខ្ពស់ពីររូបធ្វើដំណើរទៅរកជួងជឺពេលបានជួបជួងជឺនៅក្រោមដើមឈើធំមួយដើមក្បែរមាត់ទន្លេមន្ត្រីទាំងពីរក៏ចូលទៅជួបនិងប្រាប់ជាដំណឹងដល់គិតថាព្រះមហាក្សត្រទ្រង់មានការកោតសរសើរអំពីតម្រេះប្រាជ្ញារបស់លោកម្ចាស់ជាខ្លាំងព្រះអង្គទ្រង់មានព្រះបន្ទូលឲ្យពួកយើងទាំងពីរនាក់មកអញ្ជើញលោកម្ចាស់ទៅចូលកិលដើម្បីបានជួយរៀបចំនគរជូររបស់យើងជួងជឺនៅតែអង្គុយស្ទូចត្រីយ៉ាងប្រងើយហាក់ដូចជាពុំបានឮសម្ដីនិយាយរបស់អ្នកណាសោះដែលជាហេតុនាំឲ្យមន្ត្រីទាំងពីររូបត្រូវនិយាយសារជាថ្មីម្ដងទៀតកើតនៅស្ងៀមមួយស្របក់ទើបឆ្លើយទៅវិញថាខ្ញុំបានឮមនុស្សនិយាយតគ្នាមកថានៅនគរឈូមានអណ្ដើកវិសេសមួយក្បាលស្លាប់ទៅប្រមាណជាង 3000 ឆ្នាំមកហើយមានគេយកស្នូកវាមកព្យួរនៅនឹងរោងអ្នកតាហើយមនុស្សនាំគ្នាទៅក្រាបថ្វាយបង្គំជារៀងរាល់ថ្ងៃតែរឿងនេះវាពិតដែរឬទេមន្ត្រីទាំងពីរងក់ក្បាលឆ្លើយពិតមែនហើយលោកម្ចាស់បើអញ្ចឹងខ្ញុំសូមសួរពួកលោកបន្តិចទៀតជួងជឺនិយាយអណ្ដើកមួយនេះវាពេញចិត្តនឹងស្លាប់ដើម្បីឲ្យមនុស្សយកស្នូករបស់វាមកថ្វាយបង្គំឬមួយវារីករាយនឹងបក់កន្ទុយរវិចវាលេងនៅតាមភក់ជ្រាំមន្ត្រីទាំងពីររូបមើលមកគ្នាហើយឆ្លើយថាវាប្រកាសជាចង់បក់កន្ទុយវាលេងនៅតាមភក់ជ្រាំជាជាងឲ្យគេយកស្នូកមកគោរពបូជាលោកម្ចាស់ជួងជឺអស់សំណើចលាជាមួយចម្លើយថាពិតជាត្រូវហើយខ្ញុំក៏ចង់បក់កន្ទុយវាតាមភក់ជ្រាំអញ្ចឹងដែរជួងជឺព្យាយាមបកស្រាយទស្សនៈរបស់អ្នកធម្មជាតិនិយមអ្វីដែលគាត់និយាយជាការផ្ដល់ហេតុផលដើម្បីបដិសេធផងនិងចង់បង្ហាញពីចេតនារបស់គាត់ដែលមិនព្រមទៅធ្វើជាមន្ត្រីដោយការមិនស្រេកឃ្លានអំណាចបនស័ក្តិផងដែរនៅក្នុងប្រវត្តិសាស្ត្រមានអ្នកប្រាជ្ញជាច្រើនដែលសុខចិត្តបកកន្ទុយវាលេងតាមភក់ជ្រាំបែបនេះដើម្បីរក្សាឧត្តមគតិរបស់ខ្លួនមិនព្រមចូលរួមសាងបាបកម្មជាមួយក្រុមអ្នកដែលចូលចិត្តបង្កអំពើបាបនោះឡើយរឿងបាញ់ក្រសាព្រានបាញ់សត្វពីរនាក់ឃើញសត្វក្រសាមួយហ្វូងកំពុងហើរនៅលើមេឃគេចាំយកធ្នូរបស់គេរៀងខ្លួនមកយឹតតម្រង់ចាំបាញ់ក្រសាស្រាប់តែនេះព្រានម្នាក់និយាយឡើងថាឯងមើលណសត្វក្រសាទាំងនោះធាត់សម្បើមណាស់បើយកមកស្លមកជូរគ្រឿងមិនដឹងជាឆ្ងាញ់យ៉ាងណាទេឯព្រានម្នាក់ទៀតក៏ប្រកែកញ៉ាញថាយកមកអាំងវិញវាល្អជាងឆ្ងាញ់ហើយឈ្ងុយទៀតគេទាំងពីរប្រកែកគ្នាមិនដាច់ស្រេចក៏ដើររកអ្នកដតីឲ្យជួយកាត់ក្តីហើយគេក៏សម្រេចគ្នាថាស្លោពាក់កណ្ដាលអាំងពាក់កណ្ដាលពេលនិយាយស្រស់ស្រួលគ្នាហើយព្រានទាំងពីរក៏នាំគ្នារកបាញ់សត្វក្រសាសាជាថ្មីប៉ុន្តែវងក្រសាទាំងនោះមាននៅចាំគេឯណាវាក៏ហើរបាត់ស្រមោលអស់ទៅពេលវេលានិងឱកាសដែលកន្លងហួសទៅវាមិនអាចត្រឡប់ថយក្រោយវិញបានឡើយហេតុនេះបើនឹងធ្វើអ្វីយើងត្រូវគ្រប់គ្រងពេលវេលានិងឱកាសឲ្យបានល្អសម្រេចចិត្តឲ្យទាន់កលៈទេសៈបើរវល់តែប្រកែកគ្នាបណ្ដោយឲ្យឱកាសកន្លងផុតទៅវាមិនខុសពីនៃព្រានទាំងពីរដែលអត់ទាំងស្លក្រទាំងអាំងដូច្នោះដែររឿងផ្ទះបីចិនមានសេដ្ឋីជើងថ្មីមួយរូបមិនដឹងថាមានដោយសារអ្វីពេលឃើញសេដ្ឋីដតីគេមានផ្ទះបីចិនមើលទៅទំនងដូចជាសមរម្យខ្លួនក៏នឹកឃើញចង់សង់ផ្ទះបីចិននឹងគេដែរគេគិតក្នុងចិត្តថាយើងមានមាសប្រាក់ទ្រព្យសម្បត្តិដូចតែអ្នកឯងដែរទេតើអ្នកឯងសង់ផ្ទះបីចិនបានយើងមានរឿងអីត្រូវចាញ់អ្នកឯងគិតហើយគេក៏ទៅរកជាងដែលធ្លាប់ធ្វើផ្ទះអ្នកមុនឲ្យមកសង់ផ្ទះរបស់ខ្លួនឯងម្ដងពេលជាងកំពុងបង្ហាប់ដីរៀបឥដ្ឋសង់ចិនទី1សេដ្ឋីដើរមកដល់ឃើញដូច្នេះនឹកឆ្ងល់ក្នុងចិត្តក៏គំហោសួរទៅជាងថាពួកឯងកំពុងធ្វើផ្ទះបែបណានឹងជាងឆ្លើយសង់ផ្ទះបីចិនតាមដែលលោកត្រូវការនឹងណាឮដូច្នេះសេដ្ឋីដ៏ឆ្លាតក៏និយាយបែបមឹមទឹមថាអ្នកឯងសង់ផ្ទះត្រូវធ្វើតម្រូវតាមម្ចាស់ផ្ទះមិនមែនតម្រូវតាមចិត្តខ្លួនឯងនោះទេ
ខ្ញុំអត់ត្រូវការចិនទី1ទី2អីទេខ្ញុំត្រូវការសង់តែចិនទី3មួយមុខប៉ុណ្ណោះឯងធ្វើតម្រូវតាមនឹងទៅមិនបាច់ចេះដឹងអីច្រើនទេអ្វីទាំងឡាយតែងមានក្រិតក្រមរបស់វាមានក្បាលមានកន្ទុយមានដើមមានចុងការសាងសង់ផ្ទះវាតែងបង្ហាប់ដីបុកគ្រឹះរៀបឥដ្ឋបន្តគ្នាឡើងទៅលោកសេដ្ឋីពុំយល់អំពីបែបបទសង់ផ្ទះគេចង់បានតែចិនទី3មួយមុខអត់ត្រូវការអាចិនទី1និងទី2ទេនេះជាការជំនះទៅលើក្រិតក្រមជាមូលដ្ឋានដែលវាមិនអាចទៅរួចបានឡើយរឿងកាប់ជ្រូកបង្រៀនកូនកាលថ្ងៃមួយភរិយារបស់ជីងជឺត្រៀមខ្លួនចេញទៅផ្សារកូនប្រុសរបស់នាងយំរំអុកទាតាមទៅជាមួយទោះជានិយាយលួងយ៉ាងណាក៏គេមិនព្រមទើបតម្រេះនាងក៏សន្យាជាមួយកូនថាកូនឯងកុំតាមម៉ែអីណាកូនពេលត្រឡប់មកពីផ្សារវិញម៉ែនឹងកាប់ជ្រូកឲ្យស៊ីដោយចូលចិត្តស៊ីសាច់ជ្រូកស្រាប់បានលឺម្ដាយសន្យាដូច្នេះក្មេងក៏ឈប់យំទាទៅផ្សារឯម្ដាយក៏រួចខ្លួនបានមួយពេលអញ្ចឹងទៅពេលត្រឡប់មកពីផ្សារវិញនាងជាប្រពន្ធក្រឡេកឃើញប្តីយកខ្សែចងជើងជ្រូកជាប់ហើយនៅក្បែរខ្លួនមានកាំបិតចាក់កជ្រូកត្រៀមជាស្រេចនាងផិតភ័យជាខ្លាំងប្រញាប់ស្ទុះទៅខិតជីងជឺឈប់បងឯងគិតធ្វើស្អីហ្នឹងប្តីសួរបញ្ច្រាស់មកវិញចុះម៉ែវាឯងសន្យាជាមួយកូនថាម៉េចប្រពន្ធប្រកែកបងឯងឈួតទេឬអីខ្ញុំគ្រាន់តែនិយាយបញ្ឆោតក្មេងប៉ុណ្ណោះក្មេងវាឈប់យំហើយចាំបាច់ទៅកាប់ជ្រូកធ្វើអីជីងជឺពោលដោយសម្ដីម៉ាត់ថាហេតុអីបានជាម៉ែវាឯងនិយាយកុហកកូនដូច្នេះក្មេងវាមិនទាន់ដឹងក្តីគេនឹងយកគំរូទៅតាមម៉ែឪនឹងណាបើឯងកុហកកូននៅក្នុងថ្ងៃនេះវាក៏នឹងប្រៀបដូចជាបង្រៀនឲ្យកូនទៅកុហកអ្នកដទៃអញ្ចឹងដែរហើយម្យ៉ាងទៀតយើងជាម្ដាយមកនិយាយរឿងមិនពិតប្រាប់កូននឹងលែងជឿសម្ដីរបស់ម្ដាយតទៅទៀតដែរធ្វើបែបនេះតើការអប់រំប្រដៅរបស់ឪពុកម្ដាយវានឹងមានតម្លៃអ្វីថាហើយជីងជឺក៏យកកាំបិតចាក់កជ្រូកមួយរំពេចនោះទៅការអប់រំដែលប្រសើរបំផុតគឺការធ្វើគំរូល្អៗឲ្យកូនឃើញគេត្រូវគោរពពាក្យសច្ចៈជាមួយក្មេងដើម្បីអប់រំឲ្យក្មេងស្មោះត្រង់ក្មេងនៅក្នុងសង្គមជាពិសេសយុវជនដែលមាននិស្ស័យកុហកបោកប្រាស់រហូតដល់ធ្វើកំហុសធំទៅថ្ងៃមុខមួយចំនួនច្រើនបានទទួលនិស្ស័យពីឪពុកម្ដាយនោះឯងហេតុនេះអ្វីដែលជ្រុលសន្យាជាមួយកូនអ្នកគួរយកតម្រាប់តាមជីងជឺទើបជាការល្អរឿងលួសខ្មោចកាលគ្រាមួយមានទឹកចំនួនធំលិចពេញព្រាបច្រាំងទន្លេវើយសេដ្ឋីម្នាក់បានលង់ទឹកស្លាប់ពេលកំពុងឆ្លងទន្លេហើយមានបុរសម្នាក់បានយកខ្មោចសេដ្ឋីនោះទៅទុកនៅនឹងផ្ទះរបស់ខ្លួនក្រុមគ្រួសាររបស់សេដ្ឋីនោះបានទទួលដំណឹងក៏ឲ្យមនុស្សទៅសុំលួសយកខ្មោចតែបុរសនោះទាមទារយកថ្លៃរំលោះជាមាសយ៉ាងច្រើនគ្រួសាររបស់សំក៏នាំគ្នាទៅពឹងអ្នកច្បាប់ម្នាក់ឈ្មោះតឹងស៊ីហើយរៀបរាប់រឿងរ៉ាវរបស់ខ្លួនឲ្យគេស្ដាប់តឹងស៊ីឆ្លើយមកវិញថាកុំទៅភ័យអីវាមិនអាចយកសពនោះទៅលក់ឲ្យនរណាផ្សេងទៀតបានទេអស់រយៈពេលប៉ុន្មានថ្ងៃក្រោយមកសពដែលគេយកទៅទុកនោះបញ្ចេញក្លិនស្អុយរហុំពេញផ្ទះបុរសអ្នកទុកសពកាន់តែព្រួយបារម្ភក្នុងចិត្តគេបានទៅពិភាក្សាជាមួយតឹងស៊ីឲ្យយោបល់ថាឯងទុកចិត្តចោះគ្រួសាររបស់គេមុខជាមកលួសយកសពទៅវិញជាមិនខានតឹងស៊ីជាអ្នកច្បាប់និងជាតំណាងគូវិវាទក្នុងដំណាក់កាលដំបូងនៃសម័យឈុនឈីវគេជាអ្នកផ្ដល់មតិយោបល់អំពីការគ្រប់គ្រងប្រទេសដោយច្បាប់តែរូបគេផ្ទាល់បើជាត្រូវអគ្គមហាសេនាកាត់ទោសប្រហារជីវិតដោយសារតែបំពានលើប្រព័ន្ធយុត្តិធម៌យើងអាចសង្ស័យថាហេតុអ្វីក៏អ្នកបង្កើតច្បាប់ត្រូវទទួលទោសតាមពិតច្បាប់គឺជាគោលការណ៍សម្រាប់កំណត់ខុសនិងត្រូវតែតឹងស៊ីយកខុសជាត្រូវយកត្រូវជាខុសឬបែបនេះក៏បានបែបនោះក៏បានស៊ីរះទាំងសងខាងវាជាការផ្ទុយនឹងនីតិវិធីវាមិនដែលត្រូវទាំងពីរដែលជាឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធយុត្តិធម៌ក្នុងគំនិតរបស់គេមិនថាជាចុងចោតឬដើមចោតគេនៅតែអាចជួយឲ្យឈ្នះបាន
ទោះជាខុសឬត្រូវក៏ដោយអាចប្រហែលមកពីទង្វើបែបនេះហើយទើបបានជាគេត្រូវអស់អាយុមុនកាលកំណត់ដូច្នេះរឿងកណ្ដូបបុកស្រូវជល់នឹងរទេះសេះមានរឿងដំណាលថាព្រះមហាក្សត្រជួងកុងនៃនគរឈីទ្រង់យាងទៅបោះបាញ់សត្វដោយគង់លើរាជរថជាយានពាហនៈរទេះសេះពេលឈប់សម្រាកតាមផ្លូវព្រះអង្គបានទតឃើញសត្វល្អិតពណ៌បៃតងកំពុងតែលើកជើងមុខរបស់វានៅទទឹងកង់រាជរថដោយសម្ដែងអាកប្បកិរិយារារាំងនិងត្រៀមខ្លួនតស៊ូជាមួយកង់រាជរថរបស់ព្រះអង្គយ៉ាងអង់អាចព្រះអង្គទ្រង់ចម្លែកក្នុងហារតីត្រាស់សួរទៅនាយសារថីថាអានឹងជាសត្វស្អីទៅនាយសារថីអ្នកបរទេះសេះទូលឆ្លើយថាករណាព្រះអង្គសត្វនេះគេហៅថាកណ្ដូបបុកស្រូវវាជាសត្វដែលចេះតែប្រយុទ្ធរុលទៅមុខមិនចេះថយក្រោយមិនចេះប្រមាណកម្លាំងរបស់ខ្លួនឯងព្រមទាំងមើលងាយសត្រូវជាខ្លាំងក្រាបទូលព្រះអង្គទ្រង់សម្រួលព្រះទ័យហើយត្រាស់ថាប្រសិនបើជាមនុស្សវិញវាគឺជាមនុស្សវិសេសអស្ចារ្យពុំមាននរណាយកឈ្នះបានឡើយត្រាស់ហើយព្រះអង្គបញ្ជាឲ្យសារថីងាកកង់រាជរថឲ្យផុតពីសត្វកណ្ដូបបុកស្រូវនោះកុំធ្វើឲ្យវាស្លាប់ឬកុំឲ្យមានរបួសអ្វីឲ្យសោះពេលដែលបណ្ដាពួកកងទ័ពនគរឈីបានដឹងរឿងនេះពួកគេកាន់តែមានចិត្តស្មោះស្ម័គ្រនឹងព្រះអង្គម្ចាស់ជួងកងខ្លាំងថែមទៀតក្នុងពេលធ្វើសង្គ្រាមម្ដងពួកគេតស៊ូប្រយុទ្ធយ៉ាងខ្លាំងក្លាលើសពីមុនដោយមិនរួញរាអ្វីឡើយកណ្ដូបបុកស្រូវជល់នឹងរទេះសេះជាសុភាសិតចិនប្រហាក់ប្រហែលនឹងសុភាសិតខ្មែរយើងពងមាន់ជល់នឹងថ្មដែលមានន័យថាធ្វើអ្វីមិនចេះប្រមាណកម្លាំងរបស់ខ្លួនប៉ុន្តែស្ដេចជួងកុងបានយកគំនិតនេះមកលើកសរសើរដើម្បីលើកទឹកចិត្តដល់ពលទាហានក្នុងការធ្វើសឹកសង្គ្រាមទៅវិញរឿងខ្លះមើលទៅហាក់បីដូចជាតូចតាចតែវាមានសារៈសំខាន់ដូចជាសត្វកណ្ដូបដ៏តូចល្អិតបែរជាមានតួនាទីធ្វើជាគំរូបណ្ដុះឲ្យមនុស្សមានទឹកចិត្តក្លាហានឆ្លងតាមព្រះរាជតម្រាស់របស់ព្រះមហាក្សត្រជួងកុងនោះដែរហេតុនេះយើងមិនគួរមើលរំលងរឿងតូចតាចដែលហាក់ដូចជាមិនសំខាន់ប៉ុន្តែវាអាចមានសារៈសំខាន់បង្កប់នៅពីក្នុងក៏មានដែររឿងខ្លាចជ្រុះរោមកាលថ្ងៃមួយមហាក្សត្រវិនហៅនៃនគរវើយទ្រង់យាងចេញទៅប្រពាតព្រៃនៅតាមផ្លូវព្រះអង្គទតឃើញបុរសម្នាក់ពាក់អាវចម្លែកខុសគេពាក់អាវធ្វើពីស្បែកសត្វប៉ុន្តែគេយកស្បែកចេញមកក្រៅឯរោមគេត្រឡប់ទៅខាងក្នុងវិញកំពុងរិចអស់ដើរតាមផ្លូវព្រះអង្គត្រាស់សួរថាហេតុអីក៏អ្នកឯងពាក់អាវយករោមចូលក្នុងអញ្ចឹងបុរសនោះឆ្លើយទូលព្រះបង្គំខ្លាចក្រែងវាឆាប់ជ្រុះរោមទៅពាក់ដូច្នេះព្រះមហាក្សត្រក៏ត្រាស់សួរបន្តការដែលអ្នកធ្វើដូច្នេះតើអ្នកមានបាននឹកឃើញឬទេថាប្រសិនបើស្បែកក្រៅវាខូចរោមវានឹងទៅជាយ៉ាងណារោមសត្វវាអាស្រ័យនៅបានដោយសារស្បែកបើស្បែកវាខូចរោមក៏គ្មានអីសម្រាប់តោងដែរយើងអាចប្រៀបធៀបរឿងបែបនេះទៅនឹងសង្គមបុគ្គលរស់នៅបានដោយអាស្រ័យសង្គមបើគ្មានផលប្រយោជន៍រួមសម្រាប់សង្គមឬជាតិតើបុគ្គលម្នាក់នឹងរស់នៅបានដោយងាយស្រួលដែរឬទេផលប្រយោជន៍រួមគឺស្បែកផលប្រយោជន៍បុគ្គលគឺរោមបើអស់ស្បែករោមក៏នឹងប៉ាំងទៅតាមខ្យល់ជាមិនខានរឿងសត្វជាវលាវនិងស្មៅសើកានមានរឿងដំណាលថាមានសត្វមួយប្រភេទឈ្មោះសត្វជាវលាវប្រហាក់ប្រហែលនឹងសត្វចាបយើងសម្បុករបស់វាធ្វើអំពីរោមសត្វត្រង់លាយជាមួយនឹងសរសៃសក់មានរូបរាងស្អាតអស្ចារ្យតែវាធ្វើសម្បុកនៅលើដើមត្រែងទៅវិញពេលណាមានខ្យល់ព្យុះបក់បោកខ្លាំងបន្តិចដើមត្រែងនឹងបាក់ឯសម្បុកក៏ធ្លាក់មកដីពងដែលនៅក្នុងសម្បុកក៏ធ្លាក់បែកកូនក៏ធ្លាក់ស្លាប់មូលហេតុដែលវាទៅជាដូច្នេះមិនមែនមកពីសម្បុកវាមិនមឹមទៅល្អនោះទេតែដោយសារដើមឈើដែលទ្រទ្រង់វានោះមិនមានលក្ខណៈរឹងមាំទើបធ្វើឲ្យស្ថានភាពរបស់សត្វជាវលាវទៅជាលំបាកដូច្នោះចំណែកដើមស្មៅមួយប្រភេទឈ្មោះស្មៅសើកានវាមានកម្ពស់ត្រឹមតែ4 ចំអាម
តែវាដោះនៅលើកំពូលភ្នំខ្ពស់សន្លឹមសូម្បីតែចង់មើលយើងត្រូវផ្អៀងសឹងបាក់កឯណោះទើបមើលបានស្មៅនោះមិនជាខ្ពស់អ្វីទេតែលុះដល់វារីកចម្រើននៅលើទីកន្លែងដែលខ្ពស់ហើយរឹងមាំធ្វើឲ្យស្ថានភាពរបស់វាក៏ល្អទៅតាមនោះដែរនិទានរឿងនេះអាចអត្ថាធិប្បាយបានយ៉ាងច្រើនមនុស្សប្រភេទខ្លះមានគំនិតខ្លាំងតែខ្លួនឯងមិនចេះប្រើប្រាស់កម្លាំងមហាជនដែលទីបំផុតគេនឹងជួបនៅភាពទល់ច្រកដោយជៀសមិនផុតឡើយព្រោះថាការអាស្រ័យលើកម្លាំងអត្តបុគ្គលវាពុំរឹងមាំប្រៀបដូចជាដើមត្រែងមួយដើមអញ្ចឹងដែរដែលត្រូវខ្យល់បក់បោកឲ្យត្រេតត្រោតបានគ្រប់ពេលវេលាឯមនុស្សខ្លះទៀតមើលទៅហាក់ដូចជាពុំមានសមត្ថភាពប៉ុន្មានទេតែគេចេះពឹងពាក់មហាជនមានមនុស្សចូលរួមជាមួយគេច្រើនគេតែងតែទទួលលទ្ធផលគួរជាទីពេញចិត្តព្រោះគេចេះសាងមូលដ្ឋានគ្រឹះរបស់ខ្លួនបានរឹងមាំប្រៀបដូចជាស្មៅសើកានដែលដុះនៅលើកំពូលភ្នំដូច្នោះដែររឿងកន្ទេលធំបន្លំដេកព្រះមហាក្សត្រសួននៃនគរឈីទ្រង់សពព្រះតីក្នុងការស្ដាប់ការផ្លុំកេនរំក្រុមជាខ្លាំងដោយហេតុនេះពេលមានការប្រគំតន្ត្រីម្ដងគេប្រគំជាវងធំមានអ្នកផ្លុំកេនរហូតដល់ទៅ300នាក់ឯណោះមានបរិសម្នាក់ឈ្មោះណានគូជាសមាជិកម្នាក់នៅក្នុងក្រុមអ្នកផ្លុំកេនដែរតែគេផ្លុំពុំបានស្ទាត់ជំនាញពិតប្រាកដដោយអ្នកដទៃឡើយគេគ្រាន់តែបានផ្លុំអែបនឹងអ្នកដទៃដើម្បីបង្ក្រប់ចំនួនមនុស្សតែប៉ុណ្ណោះហើយគេក៏ទទួលបានប្រាក់កម្រៃដោយគេឯងអញ្ចឹងទៅក្រោយពេលដែលព្រះអង្គម្ចាស់សួនសុគតព្រះអង្គម្ចាស់មីនបានឡើងសោយរាជ្យបន្តតែព្រះអង្គទ្រង់ពុំសពព្រះតីក្នុងការឲ្យគេផ្លុំជាក្រុមដូចមុនទៀតឡើយព្រះអង្គទ្រង់ឲ្យគេផ្លុំកេនម្នាក់ម្ដងវិញដែលអ្នកផ្លុំទាំងអស់ត្រូវផ្លាស់ប្ដូរវេនគ្នាផ្លុំថ្វាយព្រះអង្គជាបន្តរៀងខ្លួនដោយខ្លួនឯងចេះមិនប្រកបណានគួកខ្លាចអាកំបាំងនេះត្រូវបែកធ្លាយគេក៏កិច្ចខ្លួនបាត់ទៅណានគួករស់នៅបានដោយសារបន្លំខ្លួនអែលជាមួយគេក្រោយពេលដែលដឹងថាមិនអាចបន្លំអ្នកដទៃបានតទៅទៀតគេក៏កិច្ចខ្លួនបាត់ទៅអ្នកដែលពុំមានសមត្ថភាពធ្វើអ្វីបានដោយខ្លួនឯងមិនចេះតែបន្លំធ្វើជាចេះមិនខ្លាំងតែខំធ្វើឲ្យដូចជាខ្លាំងដើម្បីគ្រាន់តែបំភាន់ភ្នែកអ្នកដទៃនោះវាអាចបន្លំបានត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះគេមិនអាចបន្លំបានជារៀងរហូតឡើយទីបំផុតការអនុវត្តជាក់ស្ដែងវានឹងពិสูจន៍ឲ្យឃើញថាអ្វីពិតអ្វីមិនពិតអ្វីសុទ្ធអ្វីคล้ายៗជាមិនខាន